អភិបាលខេត្តកំពង់ធំបន្តអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រីទប់ស្កាត់ការទន្ទ្រានដីរដ្ឋក្នុងតំបន់3យ៉ាងតឹងរ៉ឹងបំផុតខេត្តកំពង់ធំឯកឧត្តមនួន ផារ៉ាត់អភិបាលខេត្តកំពង់ធំបានដាក់បទបញ្ជាឲ្យក្រុមការងារថ្នាក់ខេត្តស្រុកនិងកម្លាំងជំនាញយ៉ាងម៉ឺងម៉ាត់បំផុតពេលចុះពិនិត្យទីតាំងដីដែលជនមួយចំនួនធ្លាប់ធ្វើស្រែប្រាំងមានជាង 2000 ហិកតា ស្ថិតនៅដីព្រៃលិចទឹកនៅចំណុចអាខ្វាក់តូចនិងអាខ្វាក់ធំស្ថិតក្នុងភូមិសាស្ត្រភូមិខ្សាច់ជីរស់ឃុំកំពង់គោស្រុកកំពង់ស្វាយខេត្តកំពង់ធំជាមួយនឹងការចេញបទបញ្ជាសារជាថ្មីកាលពីថ្ងៃទី24ខែមិនិនាឆ្នាំ2025កន្លងទៅលោកបានសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលអាស្រ័យផលធ្វើស្រែប្រាំងនៅដីតំបន់3ដែលបានឆ្លៀលមកតំបន់2ហើយសូមរក្សាឲ្យបានល្អហាមជាដាច់ខាតមិនឲ្យបន្តការទន្ទ្រានយកដីរបស់រដ្ឋទៀតឡើយប្រសិនបើបងប្អូនប្រជាពលរដ្ឋឃើញសកម្មភាពដែលជនខិលខូចកំពុងតែធ្វើសកម្មភាពអ្វីមួយនៅលើដីតំបន់3ដែលជាដីរបស់រដ្ឋសូមរាយការណ៍មកអាជ្ញាធរមូលដ្ឋានដើម្បីចុះអន្តរាគមន៍ឲ្យបានទាន់ពេលវេលាលោកបានកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះលទ្ធផលដល់ស្ថាប័នពាក់ព័ន្ធអាជ្ញាធរមានសមត្ថកិច្ចដែលបានខិតខំអស់កម្លាំងកាយចិត្តការពារធនធានធម្មជាតិដោយមិនឲ្យជនណាមួយមកទន្ទ្រានបានតទៅទៀតនិងអំពាវនាវឲ្យរួមគ្នាជាធ្លុងមួយជាមួយសម្ដេចមហាបវរធិបតីក្នុងយុទ្ធនាការការពារធនធានធម្មជាតិដើម្បីការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពលោកបញ្ជាក់ថាដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នៅបទបញ្ជារបស់សម្ដេចមហាបវរធិបតីក្នុងការទប់ស្កាត់ការទន្ទ្រានដីតំបន់3នៅជុំវិញបឹងទន្លេសាបពេលនេះទីតាំងរាប់ពាន់ហិកតាដែលធ្លាប់បានទន្ទ្រានពីពេលមុនបានលេចចេញជាព្រៃលិចទឹកបណ្ដាវិញហើយ